គ្នាម្ដងទៀតហើយសូមជម្រាបសួរនេះមកត្រឡប់មកវិញអរគុណព្រះអង្គសូមប្រាប់ទានពរក្នុងថ្ងៃនេះសូមទ្រង់បង្រៀនកូនទាំងអស់គ្នាសូមឲ្យកូនអធិដ្ឋាននៅពេលវេលានេះហាឡេលូយ៉ាព្រះវរបិតាទីគុណមកដល់ឋានសួគ៌ទៅពងពោះជាទីផុតបិតាគុណព្រះเจ้าគុណទ្រង់ណាស់នៅពេលវេលានេះជាពេលវេលាមួយដែលទ្រង់បានបើកឱកាសឲ្យកូនបានផ្សាយដំណឹងល្អពីទ្រង់ពីការដែលទ្រង់ចង់ឲ្យកូនបរៀនអ្វីនោះសូមទ្រង់គង់នៅជាមួយកូនហើយសូមយាងព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់គង់នៅជាមួយកូនគ្រប់ពេលវេលាដែលកូនបកអធិប្បាយនិងវេកញែកព្រះបន្ទូលរបស់ទ្រង់នោះសូមឲ្យគង់នៅក្នុងខ្លួនកូនពេញដោយព្រះវិញ្ញាណបរិសុទ្ធពេលណាសូមទ្រង់មេត្តាអត់ទោសខាងកូនចកូនកំឡងរបស់កូនជាមនុស្សពុះពេញទៅដោយអំពើបាបខ្វះសេរីល្អរបស់ទ្រង់សូមទ្រង់គង់នៅជាមួយកូនហើយសូមទ្រង់គង់នៅជាមួយកូនចៅទ្រង់ដែលបានអាននឹងបានបើកវីដេអូរបស់កូនដែលបានផុសព្រះបន្ទូលទ្រង់សូមឲ្យគាត់បានយល់អ្វីដែលកូនបានបង្រៀនពួកគាត់អរគុណទ្រង់គុណសូមទូលថ្វាយការបង្រៀនការចែកចាយព្រះបន្ទូលនិងអធិប្បាយវេកញែកនឹងព្រះបន្ទូលទ្រង់នៅពេលវេលានេះកូនជាមនុស្សពុះពេញទៅដោយអំពើបាបខ្វះសេរីល្អរបស់ទ្រង់គុណសូមទូលថ្វាយការថតវីដេអូនេះថ្វាយដាច់នឹងកណ្ដាប់ក្នុងចំណុចក្នុងប្រទេសស្នាចំនួនព្រោះអាមែនអរគុណព្រះអង្គសូមបើកទៅកាពីចោលយកថាជំពូក7ខ26អានជឿមិនត្រូវឲ្យឯងនាំយករបស់ដែលត្រូវស្អប់ខ្ពើមមកក្នុងផ្ទះឯងឡើយក្រែងឯងត្រឡប់ទៅជាវិនាសដូចរបស់ទាំងនោះដែរត្រូវឲ្យឯងស្អប់អស់ពីចិត្តហើយខ្ពើមរបស់យ៉ាងនោះឲ្យអស់អំពីចិត្តដែរត្បិតជារបស់ត្រូវវិនាសទៅអរគុណព្រះអង្គព្រះប្រទានពរនៅខ2នេះខ្ញុំអាននេះគឺចង់យកថាចំពោះ7ខ26នេះនិយាយពីរឿងយករបស់ដែលមិនយករបស់ដែលគួរស្អប់ខ្ពើមមិនត្រូវយករបស់នាំរបស់អ្វីដែលគួរស្អប់ខ្ពើមមកនៅក្នុងផ្ទះឯងឡើយនៅក្នុងព្រះគម្ពីរនិយាយពីរឿងផ្ទះដូចជានិយាយពីរឿងនេះដែរផ្ទះគឺរឿងខ្លួនយើងនៅពីផ្ទះបានឲ្យខ្លួនយើងអរគុណព្រះអង្គដូច្នេះការដែលទ្រង់មានបន្ទូលថាឲ្យយើងទ្រង់មានបន្ទូលថាឲ្យយើងមិនត្រូវឲ្យឯងយករបស់ដែលស្អប់ខ្ពើមរបស់ទេទ្រង់មានបន្ទូលថាស្អប់ខ្ពើមគឺការអ្វីដែលអាក្រក់ដែលនៅខាងក្រៅនោះគឺមិនឲ្យយកចូលក្នុងផ្ទះតែយកមិនឲ្យចូលនៅក្នុងខ្លួនអ្វីទៅដែលរបស់គូដែលព្រះគូស្អប់ខ្ពើមគឺជាអំពើដែលយើងមានប្រមាណដែលខ្ញុំបានបរិយាមុនគឺមានអំនួតគឺមានភាពលោភលន់គ្រប់បែបយ៉ាងដូច្នេះបងប្អូនហើយនេះហើយដែលជាសេចក្តីស្រឡាញ់របស់ព្រះទ្រង់តែងបង្គាប់យើងថាឲ្យយើងធ្វើដូច្នេះធ្វើដូច្នេះនេះជាព្រះបន្ទូលមួយដែលព្រះចង់បរៀនកូនចៅទ្រង់ថាមិនឲ្យយករបស់ដែលគួរស្អប់ខ្ពើមចូលក្នុងផ្ទះគឺអរគុណព្រះអង្គជាមួយតទៀតស្អប់ខ្ពើមមកដាក់ក្នុងផ្ទះឯងឡើយនេះមិនឲ្យដាក់ក្នុងខ្លួនប្រាណយើងឡើយក្រែងឯងត្រឡប់ទៅជាវិនាសហើយđâyបានព្រះមានបន្ទូលថាត្រឡប់ទៅជាវិនាសវិញកាលណាយើងផ្ទុកនៅអ្វីដែលព្រះមិនសប្តិដូចជាការដែលខ្ញុំបានបកស្រាយមកហើយគឺការលួចគឺការអ្វីក៏ដោយដែលយើងត្រូវតែស្មោះត្រង់ជាមួយព្រះយើងត្រូវតែស្រឡាញ់ព្រះអស់ពីចិត្តអ្វីដែលព្រះចង់បរៀនយើងគឺផ្ទះតំណាងខ្លួនប្រាណយើងក៏ត្រូវដែរឬមួយផ្ទះរបស់យើងមែនតែនក៏ត្រូវដែរនេះជាការមួយដែលវែកញែកហើយទ្រង់មានបន្ទូលថាក្រែងឯងត្រឡប់ទៅជាវិនាសហេតុអីបានជាទ្រង់មានថាយករបស់នឹងដាក់ចូលក្នុងផ្ទះទៅវិនាសមកពីយើងមិនស្ដាប់ប្រកបមកពីព្រះហាមថាមិនឲ្យយើងធ្វើនេះមិនឲ្យយើងធ្វើនោះឬក៏មិនឲ្យយកអ្វីចូលក្នុងផ្ទះយើងដែលជារបស់ស្មូកគ្រប់អូខេអរគុណព្រះអង្គក្រែងទៅទៅវិនាសដូចជារបស់នោះដែរត្រឹមព្រះមានទូថារបស់ដែលយើងចូលមកដាក់ក្នុងផ្ទះឬយើងរបស់ដែលយើងចូលមកដាក់ក្នុងខ្លួនយើងជារបស់វិនាសដែលព្រះមិនសប្តិដូច្នេះតើយើងគួរធ្វើយ៉ាងម៉េចដើម្បីយើងកុំឲ្យយករបស់អ្វីចូលមកដាក់នៅក្នុងផ្ទះយើងហ
ហើយយករបស់អ្វីដែលមកដាក់នៅក្នុងចិត្តយើងការរបស់ដែលយើងចូលមកដាក់នៅក្នុងផ្ទះយើងគឺយើងចូលរបស់អ្វីគេមួយឬមួយយើងលួចរបស់គេមួយយកមកទុកនៅក្នុងផ្ទះខ្លួនឯងដូច្នេះមានតរទៀតអូខេអរគុណព្រះអង្គដូចជារបស់ទាំងនោះដែរត្រូវឲ្យឯងស្អប់អស់ពីចិត្តទ្រង់មានបន្ទូលថាឲ្យស្អប់អស់ពីចិត្តទេណាមិនត្រឹមថានេះទេគឺថាល្មមគឺឲ្យស្អប់អស់ពីចិត្តអ្វីដែលហៅស្អប់អស់ចិត្តគឺស្អប់ខ្ពើមអស់ពីចិត្តគឺថាមិនប៉ះពាល់ហ្មងគឺថាបើយកហើយគឺត្រឡប់ទៅវិញដូចយើងដាក់នៅក្នុងភ្លើងប្រាំយើងហើយកាលណាដែលយើងត្រូវដឹងថាព្រះមិនសពតិទេយើងកែប្រែទៅអានឹងដូចជាយើងយកបោះចោលវិញដែរអរគុណព្រះអង្គត្រូវឲ្យឯងស្អប់អស់ពីចិត្តហើយខ្ពើមរបស់យ៉ាងនោះឲ្យអស់ពីចិត្តដែរវាខ្លាំងមែនទែនមិនត្រឹមតែឲ្យស្អប់ទេថែមឲ្យខ្ពើមរបស់នោះរបស់យ៉ាងនោះឲ្យអស់អំពីចិត្តដែរដូច្នេះឥឡូវនេះយើងនិយាយម្ដងទៀតបើសិនណាជាយើងយករបស់អីពីបោះពីគេឬមួយយើងយកមកដាក់ក្នុងផ្ទះយើងឬមួយយើងយករបស់ស្មូគ្រប់អ្វីយើងមកដាក់នៅខ្លួនប្រាណយើងព្រោះប្រាណមានទូតែខ្លួនប្រាណយើងជាប្រាភានៃព្រះខ្លួនប្រាណយើងក៏ជាផ្ទះដែរដូច្នេះបើសិនណាជាយើងមិនបានយកអ្វីដាក់ក្នុងខ្លួនយើងទេតែយើងយកអីវ៉ាន់គេលួចអីវ៉ាន់គេយកមកដាក់ក្នុងផ្ទះគឺព្រះមិនឲ្យយើងដែរត្បិតជារបស់ត្រូវវានេះអញ្ចឹងព្រះទ្រង់មានបន្ទូលថារបស់ដែលយើងយកមកនោះវាទៅជាវិនាសកាលណាបើគេតាមទាន់ឬមួយគេរកឃើញនៅក្នុងផ្ទះយើងដែលយើងទៅវិនាសគឺទៅយើងទៅសាបសូន្យជីវិតយើងគ្មានតម្លៃតទៀតទេគឺណាយើងទៅអាជ្ញាធរចាប់ឬមួយត្រូវទៅប៉ូលីសចាប់ឬមួយទៅមានឡើងតុលាការដោយសារតែយើងយករបស់ដែលព្រះមិនសពតិដូច្នេះបងប្អូនហើយនេះជាមេរៀនមួយដែលប្រាប់តែចង់ជំរាបបងប្អូនយើងឲ្យយើងចាក់ចេញពីអ្វីដែលព្រះមិនសពតិអូខេសូមប្រាប់ពីតើមានតទៅទៀតអង្គគុំជំរាបលា